Miền Việt Bồ Ràn mỗi bàn pol thà mình được che mưa nắng pan nhá mình được áp bạch nhá mưa nắng nghề mình được là ngóng mưa khơi từ pan nhá hà tai mình được ở chá mưa khơi đầm nọ sài miền Bồ Rànปีเนี่ยได้เจ็บออกกันหลักរបស់ថៅកែម្នាក់លក់ស្បែកជើងថ្ងៃមួយថៅកែហ្នឹងឲ្យបរិះទី1ហ្នឹងទៅកាន់កោះមួយដើម្បីលក់ស្បែកជើងនៅពេលដែលគាត់ដើរទៅដល់កោះហ្នឹងគាត់មើលឃើញមនុស្សម្នាដ៏ច្រើននៅលើកោះហ្នឹងប៉ុន្តែពួកគេជាមនុស្សដែលដើរជើងទទេអត់ចេះពាក់ស្បែកជើងទេបរិះហ្នឹងក៏កាន់ស្បែកជើងមកកាន់ហាងវិញក៏ប្រាប់ថៅកែថានៅទីហ្នឹងទីកោះហ្នឹងគឺថាមនុស្សទាំងអស់នោះសុទ្ធតែជាមនុស្សដែលមិនចេះពាក់ស្បែកជើងដូច្នេះយើងយកស្បែកជើងទៅលក់គឺលក់មិនដាច់ទេថៅកែក៏បានឲ្យបរិះទី2ទៅកាន់កោះនឹងម្ដងបរិះទី2ក៏មើលឃើញថានៅទីហ្នឹងមនុស្សទាំងអស់នោះគាត់អត់ចេះពាក់ស្បែកជើងមែនក៏ប៉ុន្តែគាត់គិតថាបើគាត់យកស្បែកជើងមកលក់ប្រកាសណាស់នឹងដាច់ពីព្រោះជាឱកាសមាសឱកាសប្រាក់នៅពេលដែលយើងបង្រៀនពួកគាត់ឲ្យចេះពាក់ស្បែកជើងនោះយើងនឹងលក់ស្បែកជើងដាច់ជាមិនខានគាត់ត្រឡប់វិញប្រាប់លោកថៅកែថាទីនោះអាចយកស្បែកជើងទៅលក់បានប៉ុន្តែដំបូងដៃយើងត្រូវបង្រៀនឲ្យពួកគាត់ចេះពាក់ស្បែកជើងសិននៅពេលដែលគាត់ចេះពាក់ស្បែកជើងគាត់ស្គាល់ពីស្បែកជើងពិតណាស់គាត់នឹងទិញស្បែកជើងយើងយកទៅប្រើឃើញទេមនុស្សពីរទៅកន្លែងតែមួយតែការយល់ឃើញខុសគ្នាមនុស្សទី1មើលឃើញតែបញ្ហាក៏ប៉ុន្តែមនុស្សទី2គាត់មើលឃើញដំណោះស្រាយហើយលទ្ធផលដូចគ្នាចំពោះយើងរស់នៅព្រះសម្មាសម្ពុទ្ធបង្រៀនឲ្យយើងនឹងរៀនយកទីពឹងខ្លួនឯងរៀនស្គាល់ខ្លួនឯងយើងរៀនរស់នៅឲ្យដូចជាសត្វឥន្ទ្រីអញ្ចឹងសត្វឥន្ទ្រីជាសត្វដែលអង់អាចសត្វផងទាំងឡាយខ្លាចហើយជាសត្វដែលចេះស្វែងរកចំណីស៊ីដោយខ្លួនឯងចូលធ្វើខ្លួនឲ្យដូចជាសត្វឥន្ទ្រីកុំធ្វើជាកូនមន់ចាំតែដើរត្រុកតាមមេកាយចំណីឲ្យស៊ីក៏ស្បានស៊ីទៅមេមិនកាយចំណីឲ្យស៊ីក៏អត់ទៅរស់អាស្រ័យលើមេចិញ្ចឹមវាអត់មានភាពឯករាជ្យដូចជាសត្វឥន្ទ្រីអញ្ចឹងយ៉ាងណាមិញមនុស្សដែលគ្មានសមត្ថភាពមនុស្សដែលមិនចេះអីមនុស្សដែលគ្មានសមត្ថភាពគឺរស់នៅអាស្រ័យលើការពឹងគេដួលក៏ដួលតាមគេទៅដូចជាមនុស្សដែលខ្ចីដង្ហើមគេដកអញ្ចឹងដល់គេស្លាប់ក៏ស្លាប់ទៅគេរស់តាមគេទៅនៃប្រើកូនមន់អញ្ចឹងទៅដូចជាដើមឈើមួយធំទៅខ្លួនក៏ប៉ុន្តែអាស្រ័យលើចតុលនៅពេលដែលគេដកចតុលដួលភីងវាគុណតម្លៃមិនស្មើនឹងកូនឈើមួយដើមទូចដែលវាមានឫសចាក់នៅខ្លួនឯងហើយរឹងមាំពាក្យបុរាណមួយទៀតលោកបាននិយាយថាកុំរេតាមកញ្ញៈកុំភ្ញាក់តាមកញ្ចាក់មនុស្សខ្លះដូចជាសត្វគោអញ្ចឹងនៅពេលដែលគេលើកនឹមដាក់កោហើយគេញាក់ទៅឆ្វេងក៏ឆ្វេងទៅគេញាក់ទៅស្ដាំក៏ស្ដាំទៅចឹងណាមិញមនុស្សដែលរេទៅតាមគេចាក់ដូចចង់ស្រល់ចឹងបើគេឲ្យតលិចទៅតកើតទៅវាគ្មានឯករាជ្យភាពដូចខ្លួនឯងគ្មានភាពច្បាស់លាស់សម្រាប់ធ្វើជាត្រីវិស័យសម្រាប់ត្រួសត្រាយផ្លូវឲ្យគេដើរចឹងគេរេឲ្យទៅឆ្វេងទៅស្ដាំទៅពីដោយសារអីដោយសារមានភាពឯករាជ្យដូចខ្លួនឯងរស់នៅដូចជាសត្វគោដែលគេញាក់ឆ្វេងញាក់ស្ដាំចឹងអញ្ចឹងលោកថាកុំភ្ញាក់តាមគេចាក់បើគេនាំទៅនេះនាំទៅថានេះថានោះក៏ភ្ញាក់ផ្អើលជឿមង្គលភ្ញាក់ផ្អើលនៃម្យ៉ាងទៀតកុំភ្ញាក់តាមគេចាក់ហ្នឹងកុំគេចាក់គេឆ្កាស់គេឆ្កៀលគេនិយាយបន្តិចបន្តួចពាក្យពិតខ្លះមិនពិតខ្លះក៏ខឹងតើងដូចចរលហុងប៉ះបន្តិចហូរចរវូដូចជាចរលហុងអញ្ចឹងដូចមនុស្សភ្ញាក់តាមគេចាក់តែគេចាក់ចុចបន្តិចទៅឆ្កាស់បន្តិចទៅក៏ហើបជើងពីដីទៅហើបគូតទៅលើក្រែអញ្ចឹងវាជាមនុស្សដែលគ្មាននៅភាពរឹងមាំផ្លូវចិត្តហើយមិនចេះអត់ធន់ខន្តីបង្ការធម៌ដែលមានឧបការៈខន្តីសោរចៈភាពស្ងៀមស្ងាត់គឺជាធម៌ដែលល្អបំផុតសម្រាប់ការដោះស្រាយបញ្ហា